vậy thế bà lô quật thơ chân tranh màu này spot với bà mơ hương Japan này មានតែមនុស្សឈួតទេដែលហ៊ានប្រើភាសានឹងជាមួយសាសនាដែលខ្លួនឯងគោរពប៉ុន្តែបើយើងពិតមែនហើយក្នុងឧត្តមភេទជាអ្នកបួសត្រូវសង្រួមហើយលះបង់អស់ហើយយកភេទជាអ្នកបួសហ្នឹងគឺសង្រួមកាយវាចានិងចិត្តហើយលះបង់ទាំងអស់លែងចង់បានអីទាំងអស់ប៉ុន្តែបើពេលដែលអ្នកបួសចង់បានទូរស័ព្ទទំនើបចង់បានឧបករណ៍បច្ចេកវិទ្យាទំនើបអ្នកបួសព្យាយាមបង្ហាញនៅអីដែលជាឥទ្ធិពលនៅសម្ភារៈនិយមនៅអីនេះអានេះគឺមិនស្រួលហើយបាទហើយវាញ៉ាំងចិត្តរបស់អស់ហ្នឹងវាញ៉ាំងចិត្តឲ្យយើងអាចធ្វើអីដែលមិនប្រក្រតីអញ្ចឹងខ្ញុំគិតថាការលើកឡើងត្រូវម្យ៉ាងដែរបើចង់ថតឲ្យកូនសិស្សថតទៅឬក៏ជួលគេថតទៅបើចង់កាត់តឲ្យកូនសិស្សកាត់តឬក៏ជួលគេកាត់តទៅអត់ចាំបាច់អីត្រូវទៅបង្ហាញសម្ញែងអីទេពីព្រោះយើងសង្រួមអស់ហើយយើងគិតតែសិក្សានៅធម៌វិន័យទៅអភិវឌ្ឍខ្លួនជាមួយនឹងសាសនាទៅតែមិនអូខេកន្លែងហ្នឹងខ្ញុំទទួលស្គាល់ថាការលើកឡើងត្រឹមត្រូវតែវាទាស់ដែលវាបបួលឲ្យលោកស្បត់ថាមិនមើលរឿងជប៉ុនហ្នឹងកន្លែងហ្នឹងគឺទទួលយកអត់បានទេអស់ហ្នឹងបើសិនជានេះទេបើត្រូវធ្វើឲ្យត្រឹមត្រូវអីអាកូនសិស្សធ្វើទេមិនឲ្យលោកមកកាន់កាមេរ៉ាកាន់ទូរស័ព្ទថតធ្វើដូច media team ធ្វើដូច agency marketing ហ្នឹងហើយលោកឯងមកថតអីសម្ញែងកាន់កាមេរ៉ាពាក់បន្តាធ្វើមុខសង្ហាយហ្នឹងតាក់ទាញអីគេចង់បង្ហាញពីអីធ្វើបន់អីណានេះសឹកពាក់កាសពាក់អីហឹកខាក់សបាំណាស់នេះខ្ញុំចង់និយាយគាត់ទៅបបោហ្នឹងឯងនេះបានបាបទៀតប៉ុន្តែបាបអីទេបើលោកគាត់ធ្វើចឹងចាញ់មកហ្នឹងស្បត់បើអត់មើលរឿងជប៉ុននេះមានតែមនុស្សឈួតទេដែលហ៊ានប្រើភាសានឹងជាមួយសាសនាដែលខ្លួនឯងគោរពប៉ុន្តែបើយើងគ្រាន់តែជា content creator អ្នករៀនសូត្របានខ្ពង់ខ្ពស់ដែរប៉ុន្តែឆ្លក់ទឹកមាត់ហើយនិយាយលេងដឹងខុសដឹងត្រូវហើយមុននឹងបង្ហោះចេញមកនេះកាត់តហើយបានមើលម្ដង2ដង3ដងហើយអញ្ចឹងបើមើលហើយដឹងហើយនៅតែបង្ហោះចេញមកទៀតក្នុងន័យអីដឹងហើយថាពុទ្ធសាសនានៅកម្ពុជាមានការគោរពប៉ុណ្ណាហើយបើយើងលើកមកទាំងគ្មានហេតុគ្មានផលគ្មានផុសតាងធ្វើឲ្យប៉ះពាល់ដល់តម្លៃពុទ្ធសាសនាតើក្នុងន័យអីខ្ញុំសង្ឃឹមថាបុគ្គលនេះនឹងត្រូវបានក្រសួងធម្មការសាសនាហៅទៅសួរនាំហើយបើយើងមិនមាននីតិវិធីជាមួយទេថ្ងៃក្រោយទៅនឹងមានជនទី2ទី3ទី4ដែលហ៊ានមើងងាយហ៊ានប្រមាថហ៊ានលេងសើចជាមួយនឹងសាសនាដែលយើងគោរពអញ្ចឹងខ្ញុំសង្ឃឹមថាកុំទុកយូរស្រោតតិចទៅហើយសង្ឃឹមថាមិនយកវាជាគំរូទេហើយកុំធ្វើតាមវាបើវាឈួតឲ្យឈួតទៅវាទៅអរគុណ